ចាជាបឋមនឹងខ្ញុំសូមគោរពជម្រាបសួរត្រង់អាដាមលោកលោកស្រីអ្នកនាងកញ្ញាជាទីគោរពនិងសូមគោរពមេដាបេដាសិស្សនិងសិស្សានុសិស្សមិត្តភ័ក្តិបងប្អូនទាំងអស់គ្នាជាទីស្រឡាញ់ថ្ងៃនេះគឺឆ្លងតាមសំណុំពររបស់មេដាបេដាសិស្សនិងសិស្សានុសិស្សទាំងអស់ជាច្រើនចង់ដឹងពីប្រធានបទតាធ្វើដូចម្ដេចដើម្បីរៀនឆាប់ចេះចងចាំបានល្អចាអញ្ចឹងនេះខ្ញុំជូនតាមសំណុំពររាល់បញ្ហាដែលមេដាបេដាសិស្សកំងប្រធានបទតកតទៅនឹងចិត្តវិទ្យានិងការសិក្សារបស់សិស្សហើយនឹងគ្រូភាសាគឺនេះនឹងខ្ញុំអាចចែករំលែកបានដោយសារនៅថ្ងៃនេះគឺនាងខ្ញុំថតជាវីដេអូរយៈពេល5នាទីគឺខ្លីអញ្ចឹងនាងខ្ញុំនឹងបកស្រាយអធិប្បាយក្បោះក្បាយសង្ឃឹមថាវីដេអូនេះនឹងជួយជាចំណែកដល់លោកគ្រូអ្នកគ្រូនិងជាចំណែកដល់មេដាបេដាសិស្សនិងសិស្សានុសិស្សទាំងអស់ផងដែរបើសិនបើមិត្តភ័ក្តិបងប្អូនទាំងអស់និងអាណាព្យាបាលសិស្សមេដាបេដាសិស្សដែលកំពុងតែមើលវីដេអូរបស់ខ្ញុំនេះគិតថាប្រធានបទថ្ងៃនេះគឺជាការចែករំលែកក្នុងការជួយសង្គមនិងមានអត្ថប្រយោជន៍អាចជួយ share បានច្រើនដើម្បីឲ្យមេដាបេដាសិស្សក៏អាចបង្រៀនកូនបានដោយខ្លួនឯងនិងជាចំណេះដឹងបន្ថែមសម្រាប់លោកគ្រូអ្នកគ្រូមួយចំនួនដែលកំពុងតែចង់ដឹងពីវិធីសាស្ត្រនិងចិត្តសាស្ត្រតើធ្វើដូចម្ដេចដើម្បីឲ្យសិស្សចងចាំបានល្អចាជាការពិតណាស់នៅក្នុងសង្គមបច្ចុប្បន្នភាគច្រើនគឺសិស្សសានុសិស្សរៀននៅក្នុងសម័យ technology នេះគឺខុសប្លែកពីសម័យមុនចាការដែលខ្ញុំរៀននៅសម័យមុនគឺភាគច្រើនគ្រូមានសកម្មភាពច្រើនជាងសិស្សហើយគឺសិស្សភាគច្រើនខ្លាចគ្រូខ្លាំងមែនតើចាហើយអញ្ចឹងប៉ុន្តែសិស្សបកកាយខ្លាំងហើយអ្វីដែលសំខាន់នោះគឺពីដើមមកតថ្នាក់ទី5ទី6អីហ្នឹងអាចសរសេរអក្សរអីបានច្រើនហើយមេរៀនកាត់អីហ្នឹងធ្វើឲ្យគាត់ឆាប់ចេះចងចាំបានល្អប៉ុន្តែក្នុងសម័យនេះគឺជាសម័យអ៊ីនធឺណិតចាបច្ចេកវិទ្យាទំនើបតែអញ្ចឹងគឺសិក្សាភាគច្រើនគាត់ស្រាវជ្រាវតាមអ៊ីនធឺណិតដូចជាសិស្សសាកលវិទ្យាល័យឬសិស្សថ្នាក់ទី12អីមួយចំនួនហ្នឹងគឺគាត់មានសកម្មភាពច្រើនជាងគ្រូចាអញ្ចឹងថ្ងៃនេះនាងខ្ញុំឆ្លងកាត់តាមការស្រាវជ្រាវឯកសារមួយចំនួនជាច្រើននិងបទពិសោធន៍បង្រៀនជាតិរយៈពេល20ឆ្នាំនិងចែករំលែកនៅគ្រូសាស្ត្រនិងចិត្តវិទ្យាសម្រាប់ធ្វើម៉េចដើម្បីឲ្យសិស្សចងចាំបានល្អនិងចូលចិត្តសិក្សាផងដែរចាអញ្ចឹងនាងខ្ញុំឈ្មោះចនាជាស្ថាបនិក JC51 សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមេដាបេដាសិស្សទូទាំងប្រទេសកម្ពុជាដែលជ្រើសរើសយកសេវាកម្មនាងខ្ញុំមានទាំងបង្រៀនគ្រប់កម្រិតគ្រប់ម៉ោងសិក្សាទាំងអង់គ្លេសខ្មែរចិនថៃវៀតណាមជប៉ុនជាពិសេសពួកយើងមានបង្រៀនចំណេះដឹងទូទៅថ្នាក់ទី1ដល់ថ្នាក់ទី12គណិតវិទ្យារូបគីមីវិទ្យានិងជីវវិទ្យាផងដែរចាគ្រប់ឯកទេសគ្រប់មុខវិជ្ជាអ្វីដែលសំខាន់នោះគឺពួកយើងមានគ្រូទៅបង្រៀនដល់ផ្ទះផ្ទាល់តែម្ដងនិងមកបង្រៀននៅទីតាំងផងដែរចាដោយសារឥឡូវនេះគឺរយៈពេលខ្លីអញ្ចឹងនាងខ្ញុំមានរយៈពេលត្រឹមតែ3នាទីសម្រាប់ក្នុងការចែករំលែកតើធ្វើដូចម្ដេចដើម្បីឲ្យសិស្សមានការចងចាំល្អចាអញ្ចឹងនៅក្នុងជាចំណែកនេះផងដែរជួនកាលនៅពេលដែលសិស្សគាត់មានសុខភាពមិនល្អឬក៏គាត់មិនបានញ៉ាំអាហារគ្រប់គ្រាន់ជាអាហារដែលវីតាមីនក៏បណ្ដាលឲ្យគាត់អាសាភ្លេចក្នុងការសិក្សាចាហើយបញ្ហាទី2គឺអាចបណ្ដាលមកពីបញ្ហានៅក្នុងក្រុមគ្រួសារនៅពេលដែលឪពុកម្ដាយមានការឆ្លោះប្រកែកគ្នាក៏ធ្វើឲ្យការប៉ះទង្គិចផ្លូវអារម្មណ៍ដែលគាត់ឃើញទង្វើដែលមេដាបេដាកំពុងតែមានបញ្ហាក្នុងក្រុមគ្រួសារហ្នឹងក៏ធ្វើអាចឲ្យកូនហ្នឹងគាត់ឧស្សាហ៍ភ្លេចរៀនមិនសូវចងចាំផងដែរប៉ុន្តែនេះវាមិនមែនជាបញ្ហាធំទេគឺបញ្ហាធំនោះគឺអាស្រ័យទៅលើគ្រូដែលមានចិត្តគោរពកុសលនិងចិត្តវិជ្ជាច្បាស់លាស់ក្នុងការបង្រៀនធ្វើឲ្យគាត់ឆាប់ចេះចាំចាអញ្ចឹងថ្ងៃនេះគឺនាងខ្ញុំចែកចេញអំពី2ជាមួយនឹងកត្តាដែលធ្វើឲ្យគ្រូហើយនឹងសិស្សសហការគ្នាទៅឲ្យគាត់នឹងទទួលបានប្រសិទ្ធភាពក្នុងការរៀនសូត្រផងដែរចាអញ្ចឹងនាងខ្ញុំចែករំលែកអំពីសកម្មភាពគ្រូមុនចាសម្រាប់ទី1គឺគ្រូត្រូវតែមានតិចនិចនិងវិធីសាស្ត្រក្នុងការបង្រៀនគាត់ស្វែងរកវិធីសាស្ត្រឲ្យអស់ពីលទ្ធភាពដែលអាចធ្វើបានក្នុងការជួយគាត់ផងដែរអញ្ចឹងអ្វីដែលសំខាន់គេជាងគេទី1នោះគឺគ្រូមិនដែលភ្លេចចាដើរតាមកិច្ចតែងការទេព្រោះកិច្ចតែងការបង្រៀនគឺជាគម្រោងនៃការបង្រៀនមួយដែលមានប្រសិទ្ធភាពខ្ពស់ក្រោយពេលចប់មេរៀនសិស្សទទួលបានអ្វីក្រោយពេលដែលវត្ថុបំណងនិងកម្មសិក្សាបំណិននិងជំនាញដែលគ្រូបានទៅបង្រៀនដល់សិស្សផងដែរចាអញ្ចឹងគឺចំណុចទី2ជំហានទី2និងជំហានទី3ជំហានទី4គឺសំខាន់ណាស់សម្រាប់គ្រូតំណាក់តំណងមេរៀនហើយនឹងរំលឹកមេរៀនចាស់កាយកិច្ចការចាស់អញ្ចឹងនៅពេលដែលគ្រូចាឧស្សាហ៍រំលឹកមេរៀននិងឧស្សាហ៍ដាក់លំហាត់ឬក៏ការឲ្យគាត់បានធ្វើវាធ្វើឲ្យគាត់ចងចាំមេរៀននឹងបានល្អគាត់ងាយស្រួលក្នុងការយល់មេរៀនផងដែរចាហើយអ្វីដែលសំខាន់ផងនោះគឺ
គឺអ្វីដែលសំខាន់ខ្លាំងជាងគឺសិស្សចានៅពេលដែលសិស្សទទួលបានពីចំណេះដឹងដល់គ្រូហើយសិស្សគួរតែ highlight ទុកនៅចំណុចណាដែលពូកែហើយល្អចាដើម្បី note ទុកនៅចំណុចសំខាន់ដែលគ្រូបង្រៀននៅជាចំណុចពិសេសចឹងសិស្សអាចរំលឹកបានដោយខ្លួនឯងងាយស្រួលក្នុងការបើកសភៅមកគឺយើងមាន highlight នៅចំណុចសំខាន់ហ្នឹងតែម្ដងចាហ្នឹងគឺជាចំណុចទី1ទាំងសកម្មភាពគ្រូទាំងសកម្មភាពសិស្សចាសកម្មភាពទី2គឺគ្រូត្រូវធ្វើម៉េចសង្ខេបដើម្បីឲ្យងាយសិស្សឆាប់យល់នៅចំណុចធំដែលជាមូលដ្ឋានគ្រឹះធ្វើឲ្យគាត់ចាប់នៅមូលដ្ឋានគ្រឹះនឹងបាននៅពេលដែលគាត់ចាប់មូលដ្ឋានគ្រឹះនឹងបានគាត់ងាយស្រួលនឹងយល់ជាងគាត់បន្ទិញមេរៀនចាសិស្សខ្លះគឺគាត់បន្ទិញមេរៀនគាត់ចាំតែមួយរយៈទេឆ្នាំក្រោយគឺឬក៏រយៈពេល3ខែ6ខែគឺគាត់ភ្លេចអស់ហើយប៉ុន្តែបើសិនជាគាត់យល់វិញគឺគាត់យល់បានយូរហើយគាត់អាចធ្វើបន្តបានទៅច្រើនផងដែរអញ្ចឹងគឺអ្វីដែលសំខាន់នោះគឺគ្រូត្រូវតែប្រើចិត្តសាស្ត្រសិស្សមជ្ឈមណ្ឌលចាឲ្យសិស្សបង្កើតជាក្រុមបីរៀបចំសិស្សបកែជាមួយនឹងសិស្សវិទ្យុនិងសិស្សខ្សោយនឹងឲ្យគាត់នៅជុំគ្នាជាមួយក្រុមហ្នឹងងាយស្រួលក្នុងការពិភាក្សាសិស្សនៅពេលដែលគាត់ធ្វើការជាក្រុមគាត់អាចផ្ដោះផ្ដោមតិយោបល់គ្នាបានចាអ្នកខ្លះគាត់ជំនាញខាងគណិតឯកទេសគណិតចាឲ្យអ្នកខាងគណិតបកែបញ្ចេញយោបល់ទៅជាងការសិស្សបកែខ្មែរគាត់អាចបញ្ចេញយោបល់អញ្ចឹងការបញ្ចេញយោបល់និងការស្រាវជ្រាវធ្វើការជាក្រុមនិងបង្កើតជាក្រុមនេះវាងាយស្រួលធ្វើឲ្យគាត់សប្បាយចិត្តធ្វើឲ្យគាត់មានការប្រកួតប្រជែងធ្វើឲ្យគាត់មានការផ្ដល់មតិយោបល់ច្រើនអញ្ចឹងសកម្មភាពគាត់ច្រើនអញ្ចឹងវាធ្វើឲ្យការរៀនដែលសប្បាយបង្កើតជាក្រុមហ្នឹងបង្កើនចំណេះដឹងឲ្យធ្វើឲ្យគាត់ចងចាំបានល្អផងដែរចាហើយចំណុចទី3គឺបង្កើតបរិយាកាសរីករាយនៅក្នុងថ្នាក់ចាគ្រូត្រូវតែបង្កើតបរិយាកាសរីករាយដោយប្រើល្បែងកម្មវិធីសិក្សាអញ្ចឹងមិនថារៀនផ្ទាល់ VIP មួយទល់នឹងមួយឬក៏រៀនបង្រៀននៅក្នុងថ្នាក់ផ្ទាល់ទេគឺភាគច្រើនសិស្សគាត់ចូលចិត្តសប្បាយតែគាត់សប្បាយគឺគាត់ចងចាំបានល្អគាត់ងាយភ្លេចមេរៀនទេអញ្ចឹងល្បែងសិក្សាយើងអាចលេងជាល្បែងក្នុងការរំលឹកមេរៀនក្នុងការផ្ទុកពាក្យចាក្នុងការបំពេញល្បះបំពេញកថាកាន់ចាមានការប្រកួតជាដៃគូមានការប្រកួតជាក្រុមនៅពេលដែលគ្រូប្រើល្បែងសិក្សាច្រើនគឺសិស្សសប្បាយពេលដែលសិស្សសប្បាយរៀនងាយភ្លេចទេធម្មតាមនុស្សយើងភាគច្រើនគឺចូលចិត្តសប្បាយតើសប្បាយគឺគាត់ទទួលបានចំណេះដឹងបានលឿនហើយគាត់ចងចាំបានយូរចានេះគឺជាតិចនិចនិងវិធីសាស្ត្រចិត្តគ្រូសាស្ត្រដែលសារពេលវេលាអ្នកគ្រូខ្លីដល់ចិត្តដល់8នាទីអញ្ចឹងសូមនិយាយរៀងញាប់បន្តិចណាចាសម្រាប់ឯសកម្មភាពសិស្សត្រូវចេះសិទ្ធិគុកមិត្តភ័ក្តិប្រសិនបើដឹងថាខ្លួនអន់ភាសាខ្មែរអញ្ចឹងត្រូវរើសរកសិស្សបកកាយខ្មែរណាដើម្បីសេពគប់ជាមួយងាយស្រួលក្នុងការគាត់ជួយបញ្យល់បង្ហាត់និងណែនាំគាត់នឹងពិភាក្សាចាបើសិនជាខ្សោយគណិតវិទ្យាយើងគួរតែស្វែងរកមិត្តភ័ក្តិណាដែលគាត់បកកាយគណិតវិទ្យាចាការសេពគប់មិត្តភ័ក្តិនោះវាគួរជាការសំខាន់សម្រាប់ដល់សិស្សានុសិស្សផងដែរហើយអ្វីដែលសំខាន់ជាងគេបំផុតចាគ្រូត្រូវចេះបង្ហាត់បង្ហាញណែនាំឲ្យគាត់ត្រូវត្រង់ត្រាប់ស្ដាប់នៅពេលដែលគាត់មិនយល់ហ៊ានសួរហើយត្រូវ highlight ត្រូវ note ទុកត្រូវឧស្សាហ៍រំលឹកមេរៀនជាពិសេសនៅពេលវេលាដែលល្អក្នុងការរំលឹកមេរៀនគឺជាពេលព្រឹកយើងអាចឲ្យគាត់រំលឹកមេរៀននិងមើលមេរៀនថ្មីបង្កើតសម្រាប់នៅក្នុងកម្មវិធីថ្មីអញ្ចឹងគឺការសិក្សាការចេះពេលវេលាត្រឹមត្រូវការរៀនដោយមានល្បែងហ្គេមសិក្សាការណែនាំពីគ្រូការរៀបចំចាត់ចែងបង្កើតជាក្រុមសិក្សាការបង្កើតការសេពគប់មិត្តភ័ក្តិនេះក៏ជាចំណុចមួយដែលជួយឲ្យគាត់ទទួលបានប្រសិទ្ធភាពខ្ពស់រៀនឆាប់ចងចាំផងដែរចាអញ្ចឹងនៅក្នុងប្រធានបទនេះគឺនាងខ្ញុំចង់បង្ហាញពីក្មេងដែលគាត់រៀនពីថ្នាក់ទី7ដល់ថ្នាក់ទី12ចិត្តសាស្ត្រនេះគឺសម្រាប់ចិត្តសាស្ត្រសម្រាប់ក្មេងគាត់អាយុពី13ឆ្នាំឡើងលើដោយសារតែយើងមានកម្រិតមត្តេយ្យសិក្សាកម្រិតបឋមសិក្សាចាកម្រិតអនុវិទ្យាល័យកម្រិតវិទ្យាល័យអញ្ចឹងគឺការបែងចែកអាយុនឹងខុសៗគ្នាអញ្ចឹងនាងខ្ញុំឲ្យនិយមទៅលើកុមារគឺជាក្មេងដែលអាយុក្រោម18ឆ្នាំអញ្ចឹងកុមារត្រូវការសប្បាយអញ្ចឹងនៅក្នុងតិចនិចនឹងចិត្តវិទ្យារៀនឆាប់ចេះឆាប់ចាំនេះគឺចាប់ពីថ្នាក់ទី7ដល់ថ្នាក់ទី12ចាសម្រាប់ឯសិស្សបឋមហើយនឹងថ្នាក់មត្តេយ្យគឺមានចិត្តសាស្ត្រផ្សេងដើម្បីឲ្យគាត់រៀនឆាប់ចងចាំបានល្អពីព្រោះគាត់នៅតូចគឺគាត់មានចិត្តវិទ្យាផ្សេងអត់ដូចសម្រាប់សិស្សដែលគាត់ចាប់ពីអាយុ13ឆ្នាំឡើងលើទេចាអញ្ចឹងខ្ញុំសង្ឃឹមថានៅវីដេអូមួយនេះគឺជាវីដេអូសម្រាប់ក្នុងការជួយសង្គមឬក៏ក្នុងការជួយចែករំលែកនៅចំណេះដឹង
ដែលនេះខ្ញុំស្រាវជ្រាវតាមឯកសារជាច្រើននិងបែបផ្សាយបង្រៀនជាង20ឆ្នាំនៅក្រសួងអប់រំសង្ឃឹមថាជាការចែករំលែកមួយដល់ប្របីសម្រាប់ក្នុងការជួយដល់មេដាបដាសិស្សគឺលោកគ្រូក៏លោកគ្រូអ្នកគ្រូឬក៏សិស្សានុសិស្សអាចដឹងពីចំណុចធំនេះយកទៅអនុវត្តដោយខ្លួនឯងបានចា៎នេះខ្ញុំសូមគោរពលាសូមថ្លែងអំណរគុណប្រសិនបើមេដាបេដាសិស្សទាំងអស់ចា៎ចង់កំងប្រធានបទអីអាចកំងប្រធានបទនៅខាងក្រោមវីដេអូនេះផងដែរហើយអ្វីដែលសំខាន់សេវាកម្មបរិយាគោតាមផ្ទះ JC 56មានទាំងបង្រៀនដល់ផ្ទះទូទាំងប្រទេសកម្ពុជានិងមានបង្រៀននៅទីតាំងផ្ទាល់ដែលមានទីតាំងផ្ទាល់នៅបរិយាហុងឡាយទូបរោចកាដងផ្ទះ JC 51ផ្លូវ19សង្កាត់ព្រៃសរខណ្ឌបង្ការរាជធានីភ្នំពេញចា៎នេះខ្ញុំសូមថ្លែងអំណរគុណនិងសូមគោរពលា